លោកងួនរាសីអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការធ្វើនវានុវត្តន៍អាជីវកម្មគ្រួសារនិងការប្រកួតពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចថ្មីក្នុងខេត្តកំពង់ធំនៅរសៀលថ្ងៃទី16ខែមិថុនាឆ្នាំ2025លោកងួនរាសីអភិបាលរងខេត្តមន្ទីរអង្គភាពពាក់ព័ន្ធប្រធានវិទ្យាស្ថាននាយកប្រតិបត្តិនិងមន្ត្រីជំនាញម្ចាស់អាជីវកម្មតំណាងសាកលវិទ្យាល័យដែលធ្វើនៅសន្តាគារកំពង់ធំរ៉ូយ៉ាល់កម្មវិធីប្រកួតពានរង្វាន់សហគ្រិនធុរកិច្ចឆ្នាំ2025គឺជាកម្មវិធីដែលត្រូវបានផ្ដួចផ្ដើមឡើងដោយសហគ្រិនខ្មែរក្នុងគោលបំណងលើកកម្ពស់វប្បធម៌សហគ្រិនភាពនិងធ្វើឲ្យបណ្ដាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើងជាពិសេសផ្ដល់ការគាំទ្រដល់ធុរកិច្ចថ្មីទូទាំងប្រទេសកម្ពុជាដែលបានមកពីគ្រប់វិស័យលោកងួនរាសីបានមានប្រសាសន៍ថាសិក្ខាសាលានាថ្ងៃនេះគឺបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងក្នុងការធ្វើនវានុវត្តន៍អាជីវកម្មដែលជាតម្រូវការរបស់អតិថិជននិងបម្រើដល់វិស័យសេដ្ឋកិច្ចជាតិមួយចំណែកដោយត្រូវបានរាប់បញ្ចូលជាអាទិភាពក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលពេលវេលាគឺជាឱកាសដ៏ល្អសម្រាប់បង្កើនសមត្ថភាពដើម្បីអភិវឌ្ឍអាជីវកម្មរបស់អ្នកទាំងអស់គ្នាធុរកិច្ចថ្មីមិនជាអាជីវកម្មតូចតាចនោះទេនៅក្នុងបរិបទខេត្តកំពង់ធំធុរកិច្ចថ្មីចាប់ផ្ដើមជួយដោះស្រាយបញ្ហាក្នុងស្រុកដូចជាអេកូទេសចរណ៍កសិកម្មសេវាកម្មនិងបញ្ហាផ្សេងទៀតលោកបានបន្ថែមទៀតថាកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចថ្មីក្នុងឆ្នាំ2025ពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញនិងលើកទឹកចិត្តសហគ្រិននៅកម្ពុជាហើយកម្មវិធីប្រកួតនេះមិនមែនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេវាជាឱកាសដើម្បីបង្កើនសក្តានុពលភាពជឿជាក់និងបង្កើនឱកាសថ្មីៗផងដែរ